មនុស្សស្រីដែលរឹងមាំម្នាក់នាងមិនចេះម្ញាក់ញក់ពីព្រោះគ្មាននរណាម្នាក់ធ្លាប់នាងរឹងមាំមិនហ៊ានយំសោកពីព្រោះគ្មានអ្នកណាលួងលោមនាងឧស្សាហ៍ព្យាយាមមិនហ៊ានខ្ជិលស្រអុសពីព្រោះគ្មានអ្នកណាឲ្យលុយចាយតាមពិតមនុស្សស្រីប្រភេទនេះរស់នៅពិបាកនិងនឿយហត់ណាស់មើលមនុស្សខុសត្រូវចេះបោះបង់ស្លឹកឈើមិនមែនមួយថ្ងៃអាចប្រែពណ៌លឿងទេចិត្តមនុស្សក៏មិនមែនមួយថ្ងៃត្រជាក់ដែរនរណាសុទ្ធតែមិនល្ងីល្ងើហើយក៏មិនមែនល្ងងដែរប្រើភ្នែកមើលមនុស្សអាចមើលខុសប្រើចិត្តទទួលអារម្មណ៍ទៅពិតប្រាកដតែងតែមានមនុស្សដែលអ្នកមើលមិនធ្លុះហើយក៏មានសេចក្តីស្រឡាញ់ដែលអ្នកមិនយល់កុំគិតថាឲ្យតែអ្នកលះបង់គឺអាចទទួលបានកុំគិតថាសេចក្តីស្រឡាញ់ជ្រាលជ្រៅគឺអាចគង់វង្សដល់ចាស់ការប្រែប្រួលជាច្រើនធ្វើឲ្យអ្នកចាប់មិនទាន់ការស្ទាក់ស្ទើរជាច្រើនធ្វើឲ្យអ្នកពិបាកបោះបង់ដល់អាយុកំណត់ហើយត្រូវតែបោះបង់នៅរបស់4យ៉ាងនេះគឺទី1បោះបង់ការជួបជុំផឹកស៊ីដែលគ្មានន័យទី2បោះបង់មនុស្សដែលមិនស្រឡាញ់អ្នកទី3បោះបង់សាច់ញាតិដែលមើលងាយអ្នកទី4បោះបង់មិត្តភក្តិពុតត្បុតខ្លែងប៉ុន្តែចាំបាច់ត្រូវមានរបស់4យ៉ាងនេះគឺទី1បណ្ដុះទំនុកចិត្តនៅលើមុខទី2លូតលាស់សេចក្តីល្អនៅក្នុងចិត្តទី3រលាយឆ្អឹងចូលក្នុងឈាមទី4ឆ្លាក់ភាពខ្លាំងនៅក្នុងជីវិតមនុស្ស8ប្រភេទមិនគួរចងមិត្តភាពជ្រាលជ្រៅមនុស្ស8ប្រភេទខាងក្រោមនេះបើជួបប្រទះហើយកុំយកខ្លួនបៀតក្នុងចំណោមមនុស្សជាច្រើនយើងជួបមនុស្សក៏ច្រើនមានមនុស្សខ្លះអាចរាប់អានដោយស្មោះមានមនុស្សខ្លះមិនអាចរាប់អានចេញពីក្រអៅបេះដូងជាពិសេសមនុស្សប្រភេទទី8កុំខ្វល់ថាឆ្នាំនេះអាយុប៉ុន្មានក៏ដោយមើលរួចប្រកាសជាអាចជួយអ្នកបានសូមចុចបេះដូងរក្សាទុកដើម្បីមើលវាឡើងវិញប្រភេទទី1មនុស្សក្រអឺតក្រទមមើលគេមិនសមភ្នែកខ្លួនជេរប្រមាថអ្នកដទៃដែលមិនចេះគោរពខ្លួនអង្គុយចំអេលើខ្លួនឯងគិតថាខ្លួនឯងពូកែជាងគេមនុស្សប្រភេទនេះមានការអប់រំតិចតួចគ្មានមនុស្សណាចូលចិត្តរាប់រកទេប្រភេទទី2មនុស្សមិនគោរពការសន្យាមនុស្សបែបនេះមិនស្មោះត្រង់និយាយយកជាការមិនបានមិនបំពេញតាមការសន្យាចូលចិត្តបោកប្រាស់គេមិនធ្វើរឿងពិតប្រាកដទោះបីក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងការប្រកបការងារគ្មានអ្នកជឿទុកចិត្តឡើយពីព្រោះគេជាមនុស្សមិនអាចពឹងពាក់បានប្រភេទទី3មនុស្សមុខលុយក្នុងការរស់នៅមានមនុស្សខ្លះស្រឡាញ់លុយជាងជីវិតទៀតយកអំណាចជាធំដើម្បីលុយសូម្បីតែសាច់ញាតិមិត្តភក្តិក៏ហ៊ានធ្វើបាបដែរមនុស្សបែបនេះគ្មានបន្ទាត់ក្រហមទេមិនចេះលះបង់ចិត្តស្មោះគ្មាននរណាចង់នៅក្បែរប្រភេទទី4មនុស្សរមើលគុណមិនចេះដឹងគុណចំពោះការជួយរបស់អ្នកដទៃមើលការលះបង់របស់អ្នកដទៃថាឥតប្រយោជន៍គ្មានមេត្តាតែងតែចាប់កំហុសអ្នកដទៃមិនលែងថែមទាំងអាចធ្វើរឿងរមើលគុណទៀតផងគេជាមនុស្សអកតញ្ញូមិនចេះដឹងគុណយូរទៅនឹងគ្មាននរណាជួយទៀតទេប្រភេទទី5មនុស្សមិនចេះគោរពឪពុកម្ដាយឪពុកម្ដាយជាមនុស្សត្រូវគោរពបូជាមុនគេបើសិនជាមនុស្សម្នាក់មិនចេះគោរពដឹងគុណចំពោះឪពុកម្ដាយរឹតតែមិនអាចប្រព្រឹត្តចំពោះអ្នកដទៃដែលស្មោះទេមនុស្សបែបនេះជាមនុស្សឈាមត្រជាក់គ្មានមេត្តាគ្មានគេចូលចិត្តទេកុំរាប់រកប្រភេទទី6មនុស្សវិកលចរិតមានមនុស្សមួយប្រភេទបើសិនជាអ្នកខ្លាំងពូកែជាងគេនឹងបង្កាច់បង្ខូចអ្នកបើសិនជាអ្នកមានជាងគេនឹងច្រណែនអ្នកគឺធ្វើយ៉ាងណាមិនឲ្យអ្នកល្អជាងគេនឹងរកវិធីសាស្ត្រគ្រប់បែបយ៉ាងធ្វើឲ្យអ្នកមានបញ្ហាធ្វើឲ្យអ្នកជួបគ្រោះថ្នាក់មនុស្សនេះមានចេតនាមិនត្រង់ដាច់ខាតត្រូវប្រយ័ត្នប្រយែងប្រភេទទី7មនុស្សខ្ជិលមានមនុស្សខ្លះទំនេរឥតប្រយោជន៍គ្មានកិច្ចការអ្វីធ្វើមិនព្រមរកការងារមកធ្វើបើមិនត្អូញត្អែទេគឺលបែងស្រីស្រាអំពើអាក្រក់ពេញខ្លួនពោពេញទៅដោយការអន់ចិត្តរាប់អានជាមួយមនុស្សប្រភេទនេះអាចជះឥទ្ធិពលអាក្រក់ដល់យើង
ដាច់ខាតត្រូវកាត់បន្ថយទំនាក់ទំនងកុំទៅបង្កហេតុប្រភេទទី8មនុស្សមាត់ចាបត់ព្រាបមានមនុស្សមួយប្រភេទទំនេរគ្មានការធ្វើនិយាយដើមគេនិយាយផ្ដេសផ្ដាស់ក្រោយខ្នងគេតែងតែនិយាយចាក់ចុចសាបព្រោះចំនួនប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃមនុស្សបែបនេះគឺធ្វើត្រូវទៅជាខុសប្រញាប់ផ្ដាច់ខ្លួនចេញពីគេជៀសវាងការជាប់ពាក់ព័ន្ធរាប់អានមិត្តភ័ក្តិមិនចាំបាច់រាប់អានតែអ្នកមាននោះទេប៉ុន្តែដាច់ខាតត្រូវមានអាកប្បកិរិយាល្អមិនចាំបាច់រាប់អានអ្នកជោគជ័យលើកិច្ចការរកស៊ីទេប៉ុន្តែដាច់ខាតត្រូវរាប់អានមនុស្សស្លូតត្រង់បើសិនជានៅក្បែរអ្នកមានមនុស្សទាំង8ប្រភេទនេះត្រូវដកខ្លួនចេញឲ្យឆ្ងាយពីគេនៅឲ្យឆ្ងាយពីទំនាក់ទំនងសង្គមដែលអត់ប្រយោជន៍យកពេលវេលាទុកសម្រាប់ឲ្យអ្នកដែលមានធម៌ពលវិជ្ជមានបើសិនជាអ្នកយល់ស្របនឹងអត្ថបទមួយនេះសូមឲ្យអ្នកជួយចែករំលែកទៅមនុស្សស្និទ្ធស្នាលនៅជុំវិញខ្លួនដើម្បីឲ្យពួកយើងបានល្អទាំងអស់គ្នាកុំភ្លេចតាមដានខ្ញុំអ៊ុំស្រាវុធចែករំលែកគន្លឹះចំណេញសម្រាប់ជីវិត